សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមួយនិយាយពីប្រេងស៊ីណូម្ដងបងប្អូនខ្ញុំអត់ដែលបាននិយាយពីប្រេងស៊ីណូទេអញ្ចឹងថ្ងៃនេះខ្ញុំនិយាយពីប្រេងអូតូរបស់ស៊ីណូអញ្ចឹងប្រេងស៊ីណូគឺវាមកជាប្រអប់អញ្ចឹងបងប្អូនប្រេងស៊ីណូអញ្ចឹងអាហ្នឹងប្រេងសម្រាប់ម៉ូតូអូតូអញ្ចឹងគេ design មកគឺគេដាក់ប្រេងមួយប្រេងម៉ាស៊ីនមួយហើយនឹងប្រេងកាឡេមួយចឹងគេចង់បានន័យថាបងប្អូនរាល់ពេលដូរប្រេងម៉ាស៊ីនម៉ូតូម្ដងគួរតែបដូរប្រេងកាឡេម្ដងដែរទៅកុំចាំបាច់ដូរប្រេងម៉ាស៊ីន2 3ដងអីបានដូរប្រេងកាឡេជួនកាលប្រេងកាឡេយើងខូចវាចូលទឹកចូលអីទៅយើងអត់ដឹងអញ្ចឹងវាធ្វើឲ្យចាប់ខូចអាកាឡេនេះអញ្ចឹងបងប្អូនដូរប្រេងម៉ាស៊ីនម៉ូតូម្ដងដូរប្រេងកាឡេម្ដងទៅឃើញពីក្រុមហ៊ុនស៊ីណូគេផលិតមកវាស្អាតចឹងបងប្អូនវាវេចខ្ចប់មកដាក់មួយឈុតបណ្ដោយខ្ញុំបើកមើលនេះបងប្អូនមានប្រេងកាឡេម្ដងហើយហ្នឹងហើយនឹងប្រេងម៉ាស៊ីនម្ដងអញ្ចឹងបងប្អូននេះប្រេងកាឡេមួយប្រេងម៉ាស៊ីនមួយអញ្ចឹងស៊ីណូគឺជាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីបងប្អូនដឹងហើយប្រទេសគេអភិវឌ្ឍខ្លាំងអញ្ចឹងប្រេងគេក្រុមហ៊ុនគេក៏ល្បីដែរអញ្ចឹងបងប្អូនអញ្ចឹងប្រេងស៊ីណូគឺវា API SN Chaso MB អញ្ចឹងវាសម្រាប់ម៉ូតូអូតូហើយលេខ10ខ្សែអញ្ចឹងវាប្រភេទ Synthetic Technology អញ្ចឹងប្រេងនេះបងប្អូនដូរម្ដងបងប្អូនអាចប្រើបានពី1500គីឡូទៅ2500គីឡូអានឹងអាស្រ័យលើការប្រើប្រាស់បងប្អូននេះអញ្ចឹងប្រេងនេះទោះបីបងប្អូនប្រើដល់2000គីឡូ2500គីឡូក៏ជាតិរំអិលវានៅតែមានដែរបងប្អូនអញ្ចឹងប្រេងនេះអត់កាន់ក្អែលទេវាជួយសម្អាតម៉ាស៊ីនម៉ូតូបងប្អូនហើយជួយសម្អាតម៉ាស៊ីនម៉ូតូហើយវាតបកំដៅបានល្អអញ្ចឹងបងប្អូនអញ្ចឹងនេះគេរូបសឹងរូបក្បាលតោអញ្ចឹងក្បាលសឹងក្បាលតោហ្នឹងអញ្ចឹងគេតំណាងឲ្យប្រទេសសិង្ហបុរីបងប្អូនអញ្ចឹងប្រេងនេះគឺជាប្រេងលំដាប់របស់ប្រទេសសិង្ហបុរីអញ្ចឹងប្រេងនេះល្អបងប្អូនអញ្ចឹងមួយឈុតនេះបងប្អូនដូរទៅម៉ូតូអូតូជិះតាមងាយលឺសលេងកាឡេហើយក៏សិនម៉ូតូបងប្អូនរត់ស្រួលនេះប្រេងស៊ីណូបងប្អូនអញ្ចឹងបងប្អូនមានតម្រូវការអីអាចឆាតមកខ្ញុំបានណាអរគុណ